នៅភាគខាងជើងប្រទេសថៃមានភូមិតូចមួយឈ្មោះថាភូមិតៃហៅភូមិនេះស្ងាត់ណាស់ពោពេញដោយព្រៃទំនាបនិងវាលស្មៅក្រហមស្រអែមពេលព្រះអាទិត្យលិចទៅក្រោយភ្នំអ្នកភូមិមិននរណាដើរចេញក្រៅផ្ទះទេពួកគេចាប់ផ្ដើមចាក់ស្នងកាំបិតចាស់ៗនៅចំហៀងទ្វារដើម្បីទប់ស្កាត់ខ្មោចគេនិយាយថានៅចុងភូមិមានផ្ទះឈើចាំមួយដែលស្រីម្នាក់ឈ្មោះណារីស្លាប់នៅទីនោះនាងជាស្ត្រីល្អមានចិត្តមេត្តាប៉ុន្តែប្តីនាងបានទៅសង្គ្រាមហើយមិនដែលត្រឡប់មកវិញនាងរងចាំជារៀងរាល់ថ្ងៃរហូតស្លាប់ដោយក្តីសោកសៅថ្ងៃនោះក៏ជាថ្ងៃដែលភូមិនេះចាប់ផ្ដើមមានអំពើអាថ៌កំបាំងពេលយប់មកដល់គេនិយាយថាអាចឮសំឡេងស្ត្រីស្រែកថាកុំចូលក្នុងផ្ទះខ្ញុំប្តីខ្ញុំត្រឡប់មកហើយកាលពីឆ្នាំថ្មីនេះមានក្រុមនិស្សិតថៃ4នាក់នុំម៉ៃតននិងភីកបានធ្វើដំណើរមកថតខ្សែភាពយន្តអំពីរឿងព្រេងភូមិនេះពួកគេជាក្មេងស្រុកទីក្រុងមិនជឿខ្មោចទេអ្នកភូមិបំភ្លឺពួកគេថាកុំទៅនៅចិត្តផ្ទះណារីពីព្រោះយប់នេះគឺថ្ងៃខែពេញមួយប៉ុន្តែការលើកលែងចំពោះការហាមគឺជាការសាក់លបងរបួសយុវជនពួកគេយកកាមេរ៉ាចូលទៅក្នុងផ្ទះឈើចាស់នោះផ្ទះស្ងួតណាស់មានតែសំឡេងខ្យល់និងសូរសត្វល្ងនៅក្នុងបន្ទប់មួយម៉ៃបានឃើញសៀវភៅចាស់ជ្រុះពីធ្នើនៅលើទំព័រចុងក្រោយសរសេរថាប្រសិនបើគាត់មិនត្រឡប់មកវិញខ្ញុំនឹងរងចាំនៅទីនេះដល់ស្លាប់ក៏ដោយពេលថ្ងៃលិចអាកាសคล้ายជាអន្ទាក់ស្ងប់ស្ងាត់ភ្លើងទៀនចាប់ផ្ដើមអណ្ដែតដោយខ្លួនឯងនំឮសំឡេងចម្រៀងស្ត្រីចាស់ចេញពីព្រៃខណៈដែលគេមិនមាននរណានៅទីនោះសោះតនថតបានរូបមនុស្សស្រីឈរនៅក្រោយទ្វារប៉ុន្តែពេលវាមើលវិញគ្មានអ្វីនៅក្នុងវីដេអូទេភីកឮសំឡេងស្រែកស្រាលមកវិញទៅកុំចាស់ចេញទេម៉ៃមើលក្នុងកញ្ចក់ដុំនៅលើជញ្ជាំងឈើនាងឃើញខ្លួនឯងញញឹមតែខ្លួនពិតនាងមិនញញឹមទេភ្នែកក្នុងកញ្ចក់បែរទៅខ្មោចស្រអែមហើយសំឡេងស្រែកចេញពីក្រោយកញ្ចក់ថាអ្នកមកដើម្បីជំនួសខ្ញុំឬព្រឹកថ្ងៃបន្ទាប់ម៉ៃផ្លាស់ប្ដូរទាំងស្រុងនាងនីអ៊ីស្ងាត់ជើងតែដីដោយមិនស្មារតីភ្នែកនាងស្លេកស្បែកស្លាំងហើយនៅលើក្បាលមានសក់ជាប់ស្លឹកស្មៅនំនឹងតុនខ្លាចណាស់ព្យាយាមចាក់ចេញតែទ្វារផ្ទះបិទដោយខ្លួនឯងម៉ៃប្រាប់ថាកុំទៅណាទេគាត់ត្រឡប់មកហើយភ្លើងចាប់អណ្ដែតជាសសរអណ្ដែតទូទាំងផ្ទះនៅចន្លោះពន្លឺនោះឃើញស្រីម្នាក់ស្លៀកសពណ៌សកំពុងចាប់ដៃម៉ៃសំឡេងនាងស្រែកចម្រៀងថៅចាស់ហើយភ្លើងឆេះផ្ទះទាំងមូលដោយគ្មានខ្យល់ពេលភ្លើងជ្រាបរលត់អ្នកភូមិចូលទៅពិនិត្យនៅលើជាន់ឃើញតែកាមេរ៉ានិងសម្លៀកបំពាក់វីដេអូចុងក្រោយបង្ហាញម៉ៃញញឹមចំពោះកាមេរ៉ាហើយនិយាយស្រាលថានាងមិនខឹងទេនាងតែជែកមុខប៉ុណ្ណោះនៅចុងវីដេអូឃើញដៃស្លេកមួយដាក់លើស្មានាងតាំងពីថ្ងៃនោះមកអ្នកភូមិគេចាប់ផ្ដើមយកផ្កាចំពាវនិងទៀនដាក់នៅចំហៀងផ្ទះនោះរៀងរាល់ថ្ងៃពេញមួយខែពេលខ្យល់បក់ពីភៀកជើងអាចឮសំឡេងស្ត្រីស្រែកស្រទន់ថាខ្ញុំនៅទីនេះខ្ញុំមិនទៅណាទេ